សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមក្រាបបង្គំថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់នៅក្នុងបរិបទដែលស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជាថៃបានធូរស្រាលមួយកម្រិតបន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025និងការដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបកាលពីថ្ងៃទី31ខែធ្នូឆ្នាំ2025ផលលំបាកជាច្រើននៅបន្តមានដូចជាការខូចខាតទាំងស្រុងការខូចខាតធ្ងន់ស្រាលនៅលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននិងសាធារណៈមួយចំនួនអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានទៅកាន់លំនៅឋាននិងការស្ដារជីវភាពឡើងវិញរបស់បងប្អូនជនភៀសសាក់ជាដើមផលលំបាកទាំងនេះទាមទារឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការដោះស្រាយរាជរដ្ឋាភិបាលយល់ច្បាស់ណាស់ពីទុក្ខលំបាកនិងបញ្ហាប្រឈមនានារបស់បងប្អូនជនរួមជាតិរបស់យើងជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីចំនួនព្រំដែនជាមួយនឹងការបន្តអនុវត្តនៅគ្រប់មធ្យោបាយជាពិសេសមធ្យោបាយការទូតនិងច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានិងដោះស្រាយចំនួនព្រំដែនកម្ពុជាថៃស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកាឡាឡុងពូថ្ងៃទី26ខែតុលានិងសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025រាជរដ្ឋាភិបាលបាននឹងកំពុងប្រើប្រាស់គ្រប់កម្លាំងនិងធនធានរបស់ខ្លួនដោយមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាបណ្ដាប្រទេសជាមិត្តអង្គការជាតិនិងអន្តរជាតិព្រមទាំងវិស័យឯកជនដើម្បីសម្រាលនៅទុក្ខលំបាកនិងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនទាំងក្នុងរយៈពេលខ្លីចំពោះមុខក៏ដូចជារយៈពេលមធ្យមនិងវែងក្នុងនាមប្រមុខរាជរដ្ឋាភិបាលខ្ញុំបកណ្ណាខ្ញុំទូលព្រះបង្គំខ្ញុំសូមគូសរំលេចជូនបងប្អូនជនរួមជាតិនៅវិធានការដោះស្រាយដែលរាជរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញរួមមានដូចខាងក្រោមទី1ចំពោះបងប្អូនជនភៀសសាក់ដែលអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងការពារជាតិក្រសួងមហាផ្ទៃនិងអាជ្ញាធរមូលដ្ឋានបាននឹងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឲ្យបងប្អូនជនភៀសសាក់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបានក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីនកម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធប្រតិបត្តិការមីននានាជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់បាននឹងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោះសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីធានាថាទីតាំងទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឲ្យបងប្អូនជនភៀសសាក់វិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញដើម្បីធានាបាននូវសុវត្ថិភាពតខ្លួននិងក្រុមគ្រួសារខ្ញុំបកណាទូលព្រះបង្គំខ្ញុំសូមអំពាវនាវដល់បងប្អូនជនភៀសសាក់ទាំងអស់បន្តសហការឲ្យបានស្អិតរមួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាននិងយោគយល់ចំពោះការរងចាំវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូនវិញខណៈដែលការបោះសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកំពុងបន្តអនុវត្តជាមួយនឹងការសម្រួលដល់ការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូនរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីចំនួនព្រំដែនកម្ពុជាថៃដើម្បីរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីចំនួនព្រំដែននេះក្រុមការងារចំពោះកិច្ចនេះបាននឹងកំពុងចុះបំពេញភារកិច្ចនៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ទាំងអស់ដើម្បីវាយតម្លៃអំពីផលប៉ះពាល់និងសេចក្តីត្រូវការដើម្បីដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់
សម្រាប់គាំពារជីវភាពរស់នៅបងប្អូនជនភៀសសឹកនៅពេលត្រឡប់ទៅកាន់លំនៅឋានវិញសម្ដៅស្ដារជីវភាពនិងជំរុញដំណើរការសកម្មភាពរស់នៅប្រចាំថ្ងៃឡើងវិញឲ្យបានឆាប់រហ័សទន្ទឹមនេះដើម្បីជំរុញដល់ការស្ដារឡើងវិញជីវភាពរបស់បងប្អូនរាជរដ្ឋាភិបាលបានកំពុងវាយតម្លៃជាបណ្ដាទៅលើទិដ្ឋភាពសំខាន់3គឺទី1ផលប៉ះពាល់ទៅលើផលដំណាំទី2ស្ថានភាពបំណុលនិងទី3ការស្ដារឡើងវិញជាបន្ទាន់នៅសេវាសាធារណៈចាំបាច់ជាពិសេសបណ្ដាញទឹកស្អាតអគ្គិសនីនិងទូរគមនាគមន៍រួមទាំងបណ្ដាញដែលស្ថិតនៅក្រោមការវិនិយោគរបស់ប្រតិបត្តិការឯកជនខ្ញុំបកណាទូលព្រះបង្គំខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថាកន្លងមកនេះធនាគារជាតិនៃកម្ពុជាក្រោមកិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានដាក់ចេញនូវវិធានការជួយសម្រួលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីចំនួនព្រំដែនដែលរួមមានការលើកលែងកម្រៃនិងផាកពិន័យពាក់ព័ន្ធនឹងឥណទានការទូទាត់សងការប្រាក់និងបញ្ជាពេលទូទាត់សងប្រាក់ដើមនិងការរៀបចំឥណទានឡើងវិញជាដើមបន្ថែមលើការលុបចោលឥណទានរហូតដល់10លានរៀលដល់យោធិនពិការនៅសមរភូមិនិង80លានរៀលដល់យោធិនពលីខ្ញុំបកណាទូលព្រះបង្គំខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពិនិត្យលទ្ធភាពជួយដល់បងប្អូនជនរងគ្រោះបន្តទៀតតាមលទ្ធភាពដែលអាចធ្វើទៅបានទី2ចំពោះបងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានដោយសារស្ថានភាពមិនទាន់អំណោយផលចំពោះមុខនេះរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃក្រសួងរៀបចំដែនដីនគររូបនីយកម្មសំឡុងរដ្ឋបាលខេត្តអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងគិតគូរលើការពង្រឹងជំរកបណ្ដោះអាសន្នឬក្នុងករណីចាំបាច់អាចផ្លាស់ប្ដូរជំរកបណ្ដោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងដែលមានភាពប្រសើរជាងបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងពិនិត្យផ្ដល់នៅដំណោះស្រាយសមរម្យតាមលទ្ធភាពជាក់ស្ដែងក្នុងការជួយឲ្យបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះរហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញជាមួយគ្នានេះសម្រាប់រយៈពេលបន្ទាប់ក្រសួងមហាផ្ទៃកំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូនហើយនៅពេលដែលយើងប្រមូលបានទិន្នន័យនិងព័ត៌មានចាំបាច់រាជរដ្ឋាភិបាលតាមរយៈគណៈកម្មការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងវត្ថុពិនិត្យនិងដាក់ចេញនូវវិធានការដោះស្រាយជូនបងប្អូនតាមនីតិវិធីជាធរមាននិងការចាំបាច់ជាក់ស្ដែងនៅពេលឆាប់ខាងមុខនេះបច្ចុប្បន្នដោយមិនរងចាំដល់ការស្រង់ស្ថិតិត្រូវបានធ្វើរួចរាល់នោះទេក្នុងស្មារតីបរិយាសកម្មនិងការទទួលខុសត្រូវខ្ពស់គណៈកម្មការអន្តរក្រសួងកំពុងរៀបចំយ៉ាងសកម្មនៅកិច្ចប្រជុំនិងពិភាក្សាលើជំរឿសនានាដើម្បីពិភាក្សារោគដំណោះស្រាយសមស្របជាក់ស្ដែងនិងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋយើងទី3ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាននិងសាធារណៈដែលបានរងការខូចខាតដែលមានជាអាចសាលារៀនមណ្ឌលសុខភាពពេទ្យបង្អែកផ្សារផ្លូវស្ពានបណ្ដាញទឹកស្អាតអគ្គិសនីនិងទូរគមនាគមន៍ក្រុមការងារចំពោះកិច្ចបាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានថវិកាទាំងថវិកាជាតិនិងថវិកាពីដៃគូអភិវឌ្ឍដើម្បីស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធទាំងនេះឲ្យបានឆាប់រហ័សបំផុតតាមស្ថានភាពជាក់ស្ដែងជ្រាបក្នុងឱកាសនេះខ្ញុំបកណាទូលព្រះបង្គំខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលចិនរដ្ឋាភិបាលសហរដ្ឋអាមេរិកធនាគារអភិវឌ្ឍន៍អាស៊ី ADB បណ្ដាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានផ្ដល់ជំនួយជាសម្ភារៈនិងហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលដើម្បីជួយសម្រាលទុក្ខលំបាកនិងដោះស្រាយបញ្ហានានាដល់បងប្អូនជនភៀសសឹកជាពិសេសការស្ដារជីវភាពរស់នៅរបស់បងប្អូននៅពេលត្រឡប់ទៅកាន់លំនៅឋានវិញនិងការជួសជុលស្ដារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាពិសេសសាលារៀននិងមណ្ឌលសុខភាពខ្ញុំប្រកាសណាទូលព្រះបង្គំខ្ញុំសង្ឃឹមថាបណ្ដាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដទៃទៀត
នឹងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជាឆ្ពោះទៅរកប្រក្រតីភាពឡើងវិញជាពិសេសនៅក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ពីជម្លោះព្រំដែនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ជាថ្មីម្ដងទៀតខ្ញុំប្រកាសណាទូលព្រះបង្គំខ្ញុំសូមសម្ដែងនូវការកោតសរសើរនិងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះចលនាមហាជនដ៏ផុសផុលនៅក្នុងការចូលរួមចំណែកទាំងកម្លាំងកាយចិត្តក៏ដូចជាការផ្ដល់ថវិកាគ្រឿងឧបភោគបរិភោគនិងសម្ភារៈចាំបាច់ទីនេះជូនដល់វីរៈកងទ័ពវីរៈនគរបាលជួរមុខនិងបងប្អូនជនភេសកកន្លងមកជាពិសេសស្មារតីស្នេហាជាតិមាតុភូមិនិងការរួបរួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយដ៏រឹងមាំពេលនេះជាពេលដែលកម្ពុជាយើងត្រូវតែបង្កើនស្មារតីសាមគ្គីជាតិនិងការរួបរวมជាតិរបស់យើងជាធ្លុងមួយឲ្យកាន់តែរឹងមាំជាងពេលណាៗទាំងអស់ជាមួយនឹងការចូលរួមពីគ្រប់មជ្ឈដ្ឋានក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅប្រជាជាតិយើងប្រកាសជានឹងអាចជំនះការលំបាកទាំងនេះបានដោយជោគជ័យនិងអាចកសាងប្រទេសជាតិឡើងវិញជាមួយនឹងភាពធន់និងវិបលភាពកាន់តែខ្លាំងក្លាមុននឹងបញ្ចប់ខ្ញុំប្រកាសណាទូលព្រះបង្គំខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថាជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់តម្លៃលើសន្តិភាពកំពុងព្យាយាមដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីស្របតាមលក្ខណៈបច្ចេកទេសជាមួយនឹងការអនុវត្តតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរជាចុងបញ្ចប់ខ្ញុំប្រកាសណាទូលព្រះបង្គំខ្ញុំសូមប្រសិទ្ធពរជូនដល់បងប្អូនជនរួមជាតិជាទីស្រឡាញ់សូមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិវិនៈកំបីគ្លៀងគ្លឡើយសូមអរគុណ